ហេតុអ្វីបានជាគេនិយាយថាការជួយអ្នកដទៃគឺជួយខ្លួនឯងតោះយើងស្ដាប់រឿងមួយកាលពីយូរលង់ណាស់មកហើយក្នុងរដូវរងាដ៏ត្រជាក់ខ្លាំងលោកចាងឆៃនៅស្រុកតុងពីងបានទៅអុជធូបនៅព្រះវិហារស្រាប់តែប្រទះឃើញទៅថ្វាយបង្គំខាងក្រោមមានវាំងនិងក្រណាត់កំពុងរង្គើលោកចាងឆៃឆ្ងល់ណាស់ក៏សម្លឹងមើលទៅឃើញជើងមនុស្សម្នាក់លាក់ខ្លួននៅក្រោយវាំងនន់កំពុងញ័រទ្រើកពាក់ស្បែកជើងចាស់ដាច់ក្រហែកលោកចាងឆៃក៏យល់ភ្លាមនោះគឺជាចោរលួចហើយគាត់ដកដង្ហើមហើយនិយាយទៅក្រោមតុបូជាថាបងធំចេញមកទៅក្នុងនឹងត្រជាក់ណាស់យើងទៅផឹកស្រាពីរកែវចោរដែលលាក់ខ្លួនក្រោមតុបូជាក៏ចេញមកតាមពិតចោរនេះឈ្មោះលីគាត់ជាកសិករស្មោះត្រង់ពីភូមិក្បែរនោះតែដោយប្រពន្ធឈឺរ៉ាំរ៉ៃនិងកូនច្រើនជីវភាពក្រីក្រខ្លាំងពេលជិតដល់ចុងឆ្នាំហើយផ្ទះអស់ប្រាក់ទ្រព្យមិនដឹងរកអ្វីហូបឃើញកូនគួរឲ្យអាណិតលីចាស់ក៏សម្រេចចិត្តលួចរបស់របរអ្នកមានយកទៅឲ្យគ្រួសារសម្រាប់ចូលឆ្នាំឆ្លៀតពេលយប់ងឹតគាត់លុបចូលទីធ្លាផ្ទះអ្នកមានចូលបន្ទប់ខាងហើយគិតថាយកនំប៉ាវឬគ្រឿងសក្ការៈពីទុញបូជាតែមិនទាន់បានធ្វើអ្វីផងក៏ត្រូវគេឃើញបាត់ទៅហើយលីចាស់ភ័យខ្លាចស្ទើរតែស្លាប់ខ្លួនប្រាញ់ញ័រទ្រើកគាត់លុតជង្គង់ចុះលោកចាងប្រញាប់អោនជួយទាញគាត់ឲ្យងើបងើបឡើងអាកាសធាតុត្រជាក់ខ្លាំងបែបនេះអ្នកស្លៀកពាក់ស្ដាងណាស់ពួកយើងទៅញ៉ាំស្រាដើម្បីកម្ដៅខ្លួនបន្តិចទៅកម្ដៅខ្លួនផងញ៉ាំផងនិយាយគ្នាផងលោកលីក៏ព្រមទៅទាំងបង្ខំចិត្តក៏ដើរតាមលោកចាងទៅដល់ផ្ទះធំលោកចាងអញ្ជើញលោកលីឲ្យទៅអង្គុយលើគ្រែដុតកម្ដៅបន្តិចក្រោយមកក៏មានម្ហូបអាហារឆ្ងាញ់និងស្រាពេញតុដើម្បីទទួលស្វាគមន៍លោកលីក្រោយពេលញ៉ាំបាយលោកចាងក៏បានឲ្យក្រុមគ្រួសាររៀបចំអង្ករម្សៅសាច់និងបន្លែឲ្យគាត់បន្ថែមទៀត